ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហេតនៈខ្ញុំមកពី AU 30ថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីការ install Ubuntu នៅលើ VisualBox ជាដំណើរដំបូងយើងត្រូវតែមាន file Ubuntu មួយដែលយើងអាចទៅ download នៅក្នុង website Ubuntu បានដែលយើងយក download យក version 24.4.3 ហើយនឹងទី2យើងត្រូវមាន VisualBox ដែលយើងអាចចូល download មកដូចគ្នាសម្រាប់អ្នកប្រើ Windows គឺអាច download ឡើង Windows បានចំពោះខ្ញុំប្រើ Windows ចឹងខ្ញុំ download កន្លែង Windows បន្ទាប់ពីយើងមាន file Ubuntu ហើយនឹង Windows VisualBox ហើយយើងធ្វើការទៅ install វាទាំងអស់គ្នាហើយយើងចុចចូល VisualBox បន្ទាប់មកយើងត្រូវការ add new មួយបន្ទាប់ពី add new កន្លែងនេះគឺយើងត្រូវដាក់ឈ្មោះមួយបន្ទាប់ពីដាក់ឈ្មោះហើយកន្លែងនេះយើងដាក់ file វាកន្លែងណាដែលយើងចង់ដាក់ទៅលោកគ្រូ recommend try ID អញ្ចឹងខ្ញុំដាក់ក្នុង try ID មួយដើម្បីឲ្យវាស្រួលហៅនេះខ្ញុំដាក់នៅក្នុង folder នេះអញ្ចឹងខ្ញុំដាក់នៅក្នុង folder នេះបន្ទាប់មកឡើង OS នេះយើងយកហើយក៏បាននេះយើងយក file Ubuntu ហើយបន្ទាប់មកយើងចូលដល់កន្លែង setup កន្លែងនេះគឺយើងដាក់ username កន្លែងនេះដាក់ password ហើយយើងធ្វើការ create កន្លែងនេះមួយបន្ទាប់មកឡើង specify visual hardware គឺយើងដាក់RAM ហើយនិង CPU កន្លែងនេះខ្ញុំយក 4GB បន្ទាប់មកលេខ CPU ខ្ញុំតម្លើងជា2គ្រាប់ហើយខ្ញុំ create កន្លែង use EFI មួយបន្ទាប់មកឡើងខាងក្រោម disk នេះគឺយើងយកតាម default វាធម្មតាជាបន្ទាប់យើងធ្វើការចុច finish នោះវានឹងដើរប្រសិនយើងវាចេញដំណើរការកន្លែងនេះវាបន្ទាប់ពីដំណើរការវាត្រូវយើង add file M មួយភាសាទៀតអញ្ចឹងយើងគាត់ថា add វាចូលមកភាសាទៀតមកយើងធ្វើការចុច mount វាចំពោះកន្លែងនេះគឺយើងយកកន្លែង try install Ubuntu server យើងចុច enterកន្លែងនេះយើងរងចាំពីដំណើរការពីដំណើរការយើងយក English ហើយយើងចុច enter ហើយកន្លែងនេះយកឡើង continue without editing update តាម editing សំទោសហើយកន្លែងនេះយើងយកវា done បន្ទាប់មកកន្លែងនេះយើង done ទៀត done កន្លែងចំពោះ proxy update គឺយើងមានទេអញ្ចឹងយើងចុច done បន្តហើយចំពោះកន្លែងនេះវាពងដំណើរការសិនដោយសារតែវាមានក្បាល KH អញ្ចឹងយើងអាចនេះទេយើងត្រូវតាទៅ delete កន្លែង KH ចោលអញ្ចឹងយើងចុច enter សាថ្មីមកវាដំណើរការវាដំណើរការហើយអញ្ចឹងយើងចុចពាក្យ done បន្តចំពោះកន្លែងនេះគឺយើងធ្វើការដក tick កន្លែង set up this disk as LVM គ្រប់នេះចោលយើងធ្វើការចុច space ដើម្បីដកវាបន្ទាប់មកយើងចុចពាក្យ done បន្តកន្លែងនេះយើងចុចពាក្យ done បន្តហើយយើងចុចពាក្យ continue
បន្ទាប់មកដល់កន្លែងJournal យើងត្រូវការដាក់ឈ្មោះយើងឈ្មោះខ្ញុំហើយតំណាក់ឈ្មោះខ្ញុំបន្ទាប់មកកន្លែង server យើងដាក់ Ubuntu វិញបន្ទាប់មកកន្លែង name នេះបាទយើងដាក់ឈ្មោះយើងកន្លែង choose password នេះគឺយើងដាក់ password បន្ទាប់មកយើងធ្វើការចុចពាក្យ done បន្តចំពោះកន្លែងនេះគឺយើងចុចពាក្យ continue ហើយចំពោះកន្លែងនេះគឺយើងធ្វើការ tick វាដើម្បីវា install គឺយើងចុច space បន្ទាប់ពីចុច space ហើយយើងទៅយកពាក្យ done ទៀតបន្ទាប់មកកន្លែងនេះយើងចុចពាក្យ done បន្តចំពោះកន្លែងនេះគឺវាធ្វើការ install យើងហើយអញ្ចឹងយើងអាចរងចាំវាយើងត្រឡប់មកវិញដោយសារថាមិញវា update ហើយអញ្ចឹងយើងធ្វើការយើងចុច reboot វា now នេះពាក្យ reboot now យើងចុច enter មកអញ្ចឹងវាធ្វើការ reboot ឲ្យយើងអញ្ចឹងយើងរងចាំមួយតិចទៅចឹងកន្លែងនេះវាចេញ file អញ្ចឹងយើងកុំភ័យវាអីទេយើងចុច enter តមកវាធ្វើការ run ឲ្យយើងហើយបន្ទាប់ពីវា run ហើយយើងក៏ធ្វើការចុច enter មកវានឹងចេញចូលបន្ទូ login អញ្ចឹងយើងធ្វើការដាក់ username ដែលយើងវាយមុនហ្នឹងបន្ទាប់មកយើងធ្វើការដាក់ password នោះវានឹង login ដល់យើងបន្ទាប់មកខាងក្រោមគឺយើងប្រើ comment ដែលលោកគ្រូបានដាក់ឲ្យគឺ sudo apt update ហើយចុច enter មកកន្លែងនេះខុសហើយចុច enter អញ្ចឹងកន្លែងនេះវា alert ឲ្យយើងទាមទារ password សាថ្មីជំនាញធ្វើការវាយវាឥឡូវវាដំណើរការចំពោះកន្លែង password វាលាក់យើងអត់ឲ្យយើងឃើញទេកន្លែងហ្នឹងតែយើងវាយទៅ password ធម្មតាឥឡូវវាដំណើរការអញ្ចឹងយើងធ្វើការ run នៅ comment មួយទៀតដោយ comment ថា who am I យើងវាយហើយចុច enter យើងឃើញ user យើងរតនៈបន្ទាប់មកយើងដាក់ password pwd អញ្ចឹងវាមិនចេញឲ្យយើងហើយអញ្ចឹងចុះវីដេអូរបស់ខ្ញុំ install Ubuntu គឺមានតែប៉ុណ្្នឹងទេជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះរតនៈខ្ញុំមកក្រុមអាយុ30ថ្ងៃនេះខ្ញុំមកពីប្រាណអំពី comment basic ខ្លះរបស់ Linux ដែលជាដំបូងយើងធ្វើការ run នៅ pwd គឺយើងឈរលើរតនៈបន្តមកយើងអត់ last វាមើលវាមាននេះខ្លះមាន4អញ្ចឹងយើងធ្វើការចូលទៅកាន់directory desktop អញ្ចឹងយើងមើលក្នុងនោះមកគឺ desktop មានអីទេយើងចេញពី desktop វិញយើងធ្វើការ run នៅ command cd ដល់ចុចអញ្ចឹងវាចេញពីdesktop ហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការខ្ញុំចង់បង្កើត folder នៅក្នុង desktop អញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ desktop ហ្នឹងវិញទៅកាន់ cd desktop បន្ទាប់មកខ្ញុំធ្វើការបង្កើត folder មួយនៅក្នុង desktop ហ្នឹងដោយដាក់ឈ្មោះថា IU30 អញ្ចឹង mkdir.su30 អញ្ចឹងខ្ញុំអត់ឡើងទៅមើលមកចាំមើលថាវាចេញ folder IU30 តោះមកខ្ញុំចង់ចូលទៅក្នុង command IU30 folder IU30 អញ្ចឹងខ្ញុំធ្វើការ cd IU30
chẳng nhưng mà nó không folder như sam sao bắt đầu máu nhưng từ cả các file index mỗi nó không folder như sam sắp nắng rồi kita touch file mỗi chúng ta index .tt តោះមកខ្ញុំអត់ឲ្យវាមើលមកឃើញថាវាមាន file index.tt ហ្នឹងហើយជាតែមានបន្ទាប់ខ្ញុំទៅការ ចូលទៅមើលដែលខ្ញុំអាចសរសេរនៅក្នុងហ្នឹងបានខ្ញុំដាក់ថាតោះមកទៅការ enter អញ្ចឹងtext ដែលនៅក្នុង text ដែលខ្ញុំបានវាយហ្នឹងគឺវាចូលទៅក្នុងហ្នឹងហើយតោះមកខ្ញុំទៅការ alt វាមើលវាចូលទៅក្នុង file index.tt ហ្នឹងហើយជាជំហានបន្ទាប់ខ្ញុំធ្វើការ echo វាម្ដងទៀតដែលខ្ញុំវាយពាក្យដដែលហ្នឹងមកដែលលើកហ្នឹងខ្ញុំធ្វើការឲ្យពាក្យហ្នឹងចូលទៅក្នុង file ដែលយើងបង្កើតមុនហ្នឹងគឺ index.tt អញ្ចឹងបន្ទាប់ពីយើងដាក់text នៅក្នុង file index ហ្នឹងហើយយើងធ្វើការ cat វាមើលតើវាចូលអត់អញ្ចឹងឃើញថាវាចូលបន្ទាប់ពីវាចូលទៅកាន់ file tt ហ្នឹងហើយយើង nano ដែលយើងអាចបន្ថែមឬក៏កែទៅលើ text របស់យើងបាននេះខាងក្នុងហ្នឹងអញ្ចឹងខ្ញុំធ្វើការថែមពាក្យផ្សេងទៀតមកអញ្ចឹងខ្ញុំធ្វើការCtrl X មកអញ្ចឹងខ្ញុំធ្វើការ yes អញ្ចឹងខ្ញុំធ្វើការ save វាហើយបន្ទាប់ពី save ហើយខ្ញុំចង់ដឹងថាវាចូលទៅកាន់ file index.tt នេះអត់យើងធ្វើការ cat វាមើលយើងឃើញថាវាចូលទៅក្នុងហ្នឹងហើយបន្ទាប់ពីចូលទៅក្នុងហ្នឹងហើយបន្ទាប់ពីយើងបន្ថែមហើយយើងធ្វើការ copy file ហ្នឹង copy file index ហ្នឹងទៅកាន់ library មួយទៀតអញ្ចឹងខ្ញុំធ្វើការ copy វាទៅ directory music អញ្ចឹងខ្ញុំធ្វើការ cd វាមកខ្ញុំអត់ដែរអញ្ចឹងខ្ញុំចូលទៅកាន់ cd music ហើយខ្ញុំធ្វើការ upload វាមើលមកឃើញថា file ហ្នឹងគឺបាន copy ពី folder AU30 នៅក្នុង desktop មកកាន់ directory របស់ music វិញបន្ទាប់ពីហ្នឹងយើងចង់ដឹងថាតើ text ក្នុងហ្នឹងត្រូវអត់អញ្ចឹងយើង cat វាមួយមកឃើញថាពាក្យក្នុងហ្នឹងត្រូវអញ្ចឹងជំហានបន្ទាប់គឺខ្ញុំចង់លុបfile index.tt នេះនៅក្នុង directory music អញ្ចឹងខ្ញុំធ្វើការ run rm index.tt តោះមកខ្ញុំ cd ខ្ញុំធ្វើការចូលទៅកាន់ directory music វិញចឹងខ្ញុំ ls វាមើលគឺវាត្រូវបានលុបបាត់ហើយអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការ run command hl film choice user ឋានៈជំនាញបន្ទាប់គឺយើងធ្វើការ run នៅ uname ចំណុចហ្នឹងមួយទៀតគឺយើងត្រូវការ hostname Ubuntu អញ្ចឹងទី update អញ្ចឹងដាក់ password
ต่อไปรัน apt update ហើយយើង run នៅក្នុងទៀតគឺ sudo apt upgrade ជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះហេរវណ្ណៈខ្ញុំមកពីក្រុម U30 ថ្ងៃនេះដែរខ្ញុំមក install ASX នៅលើ Linux ជាជំនាញដំបូងយើងត្រូវការ run នៅ command sudo apt update បន្ទាប់មកវាធ្វើការយើងដាក់ password ចឹងយើងដាក់ password យើងចូលមកអញ្ចឹងយើងរងចាំវាបន្តិចបន្ទាប់ពីយើង update វាហើយយើងធ្វើការ run នៅ command មួយទៀតគឺ sudo apt install ssh អញ្ចឹងបន្ទាប់ពីហើយយើងចុច enter មកអញ្ចឹងវាធ្វើការ run ហើយបន្ទាប់ពីយើងធ្វើការ install នៅ ASX ហើយយើងធ្វើការ run នៅ command sudo system enable ASX អញ្ចឹង sudo systemចឹងយើងការចុច enter មកបន្ទាប់ពី run នៅ enable ហើយយើងត្រូវការ run នៅ sudo system ctl try ហើយ starter ssa យើងឃើញថា SA យើង active running អញ្ចឹងបន្ទាប់ពីយើងធ្វើការ run នៅ system ctl starter SA ហើយ command បន្ទាប់យើងធ្វើការ run នៅ sudo ufw allow SA អញ្ចឹងត្រូវចុច enter មកអញ្ចឹងបន្ទាប់មកហើយយើងធ្វើការ run នៅ IP វាមើលអញ្ចឹង IP របស់ខ្ញុំ 10.0.2.15 តោះមកយើងធ្វើការ enter វាមកគឺថា IP វាយើងដាក់ត្រង់កន្លែងនេះបន្ទាប់ពីយើង run នៅ pin ហើយយើងធ្វើការដាក់នៅ user របស់យើងមក connect add ហើយយើងវាយមិញមក 10.0.2.15 តោះមកអូយើងដាក់នៅ ASX សិនហើយរក connect user របស់យើងហ្នឹងតោះមកយើងធ្វើ add 10.0.2.15 ហើយកន្លែងនេះសួរថាយើងចង់នេះ yes ចឹងយើងកន្លែងនេះយើងបាច់ពាក្យថា yes មកចឹងយើងកាត់ដាក់ password របស់យើងចូលអញ្ចឹងរបស់យើងគឺរួចរាល់អញ្ចឹងយើងវាយ comment
PMI មួយទៀតគឺ hostname វីដេអូខ្ញុំគឺមកដល់ទីបញ្ចប់អញ្ចឹងសូមអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះរតនៈខ្ញុំមកពីក្រុម AG30 ថ្ងៃនេះខ្ញុំមករាននៅ comment សម្រាប់ check hardware និង system control នៅក្នុង YouTube អញ្ចឹងជាជំហានដំបូងយើងធ្វើការវាយនៅ comment ls CPU ដើម្បីយើងឆែកមើល CPU វាអញ្ចឹងបន្ទាប់ពីយើងវាយ comment ls CPU មកយើងវាយ comment មួយទៀតគឺ sudo apt install atop អញ្ចឹងបន្ទាប់ពីយើងធ្វើការ install នៅ sudo apt install atop នេះដើម្បីឆែក capacitor និង resource របស់វាបន្ទាប់មកយើងធ្វើការឆែកនៅ atop មកវាមើលអូឡើយនេះខុស atop អញ្ចឹងយើងឃើញវាកំពុងតែរានមាន system មានអីហ្នឹងបន្ទាប់មកយើងធ្វើការចុច Ctrl C មកយើងទៅវាយ comment មួយទៀតដើម្បីយើងឆែកទៅលើRAM ឬក៏ memory របស់វាហ្នឹងគឺ free.8 អញ្ចឹងបន្ទាប់ពីយើងវាយហើយវាការ show មកឲ្យយើងឃើញហើយជាជំហានបន្ទាប់យើងធ្វើការវាយcomment df.8 ដើម្បីយើងឆែកទៅមើល hard disk របស់វាdf.8 ចឹងយើងឃើញ hard disk របស់វាហើយនៅពេលយើងវាយនឹងវា show ឲ្យយើងមើលបន្ទាប់ពីដែលយើងឆែក hard disk វាហើយគឺយើងទៅរ៉ាននៅ comment មួយគឺ ls blk ដើម្បីមើល device របស់វាចឹងយើងចុច enter មកនេះគឺមាន2បន្ទាប់ពីយើងវាយ comment នឹងមកជាមានបន្ទាប់យើងធ្វើការវាយនៅ IPA ដើម្បីឆែកទៅមើល IP address របស់វាបន្ទាប់ពីឆែកមើល IPA ហើយយើងធ្វើការរ៉ាននៅ command ps aux ដើម្បីមើល processor នៅក្នុង PC របស់យើងចឹងយើងចុច enter មកអញ្ចឹងវា show ឲ្យយើងឃើញហើយបន្ទាប់ពីយើងរ៉ាននៅ command នឹងហើយយើងធ្វើការរ៉ាននៅ command kill មួយចឹងបន្ទាប់ពី run នៅ command kill យើងធ្វើការ run នៅ command មួយទៀតគឺ command sudo shutdown .on now ហ្នឹងមានន័យថានៅពេលដែលយើង run command ហ្នឹងទៅគឺវាធ្វើការ restart នៅម៉ាស៊ីនយើងភ្លាមបន្ទាប់មកបើសិនជាយើងដាក់ command shutdown now វិញ sudo shutdown now វិញមានថាយើងបិទម៉ាស៊ីនយើងភ្លាមអញ្ចឹងខ្ញុំធ្វើការ run នៅ command sudo shutdown now អញ្ចឹងវាទាមទារsudo shutdown អញ្ចឹងវាធ្វើការបិទនៅម៉ាស៊ីនយើងអញ្ចឹងជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូជំរាបសួរគ្រូខ្ញុំបាទចូលហេតុរណៈខ្ញុំមកក្រុម AG30 ថ្ងៃនេះខ្ញុំមកធ្វើការ add នៅ user មួយនៅក្នុង user ថ្មីមួយថែមទៀតអញ្ចឹងជាជំហានដំបូងយើងធ្វើការវាយ comment PMI យើងក្នុង user តបមកយើងធ្វើការវាយនៅ comment pwd អញ្ចឹងយើងក្នុង home directory របស់រតនៈអញ្ចឹងជាជំហានបន្ទាប់យើងធ្វើការ add នៅ user ថ្មីមួយទៀតមកយើងដាក់តា sudo user add ឈ្មោះ user យើងមកបន្ទាប់មកធ្វើការ .m តំណាងឲ្យ home directory .s/bin/bash អញ្ចឹងយើងធ្វើការបង្កើតរួចរាល់ហើយអញ្ចឹងយើងធ្វើការ cat វាមើលដើម្បីបញ្ជាក់យើងធ្វើការ ls វាមើលមក .e/home អញ្ចឹងយើងឃើញថា user របស់យើងគឺបង្កើតបានហើយនេះអញ្
chẳng chỉ mình phải top dương từ ca đặt password ở phía sudo pass wd how small user năng nó trên đây các đặt password đi mà chẳng dương từ ca đặt password rồi lại chẳng chỉ mình top dương từ ca cho từ căn user năng mong tới dương từ ca khách về mơ xong tới là mình check pass wd để xa ta về mình hôm rồi chẳng dương từ ca cho từ user năng mong tới nhưng mà password thì mất chẳng vì cho từ căn user năng này tại dương set ACT việc khơi mấy mà ta dương cho từ căn user năng bàn chẳng tổng mới dương từ căn cho từ căn cd sân máu chẳng bắt đầu đi năng hóa dương từ căn vay của mình PWD vì mơ máu chẳng vì nó không được report này vì ở đây để sao là ACT dương khách dương mượn khơi mấy mà ta dương cho từ căn user năng bàn là về chuyện thôi hay không nó mình user nặng nặng chẳng trong khi một top như tất cả các folder về mùi máu ông khe đĩa nhưng đã dùng sắm sao máu cho nên cho enter máu và top máu dương ở đây mới là mình chạm đĩa chẳng dương người ta miền folder dùng sắm sắp nắng chẳng dương top trong hình top như tất cả thọt file về mùi máu dùng sắm sắp đó thì sắp mấy touch use sub đó thì on the satellite này nhầm chạy không touch use sub đó thì chẳng dương ban cao folder hao giấy tổng mà chừng gọi lại thì mới báo nếu như người đặt trong folder nó miền file thì mới user sub nắng chỉ miền top như tất cả dương trong chân cái user nắng dương tất cả user down và dương vĩnh chân dương trong bảy xu của bạn dương trong bảy thì các bạn chân như vậy thì tới lươn chiến chân dương tất cả chân từ user nó chân cho tất cả cd nó hồi mai nó tổng máu PWD chẳng cứ dương tổng một căn user nó không là không được report tại bên này chẳng video nhóm chọc tổng nó xong một con rồi chỉ mình rất là cố nhưng mà trong hen rồi nè nhưng mà bây giờ mình đưa sản xuất ngày đăng tải nhưng mà từ ca ra là comment pha vào mình sân một chút nữa chẳng chỉ mình bốn như từ ca cho từ căn chụp bao nhiêu món là nơi không phao xuyến từ đồng bằng xuyên trên điêu châu tập độ như vậy SA ngoài username như máu S mà gọi càng phí trên mà gọi không phải trên muối trên động phải để dương do IPA này không liên quan đến chân dương enter đó chân mình tìm kiếm password trên ngoài password đó chân dương tất cả cho một không bàn đấy chẳng comment tập bộ này thơ vái cứ sudo group add đấy tất cả add group phía group add developer chẳng về password đấy tiếng dương add time pi group biết cứ UX/UI thì năng đeo OPM chẳng dừng bay của mình được nhiều máu
chẳng có topi dương add nó comment bay nó hơi dương tất cả show ghé thì tất cả run nó comment cat về mờ máu cat slash etc slash group cho như enter máu cho như ôm có máu cứ nè providing add mình nắng chẳng như mà top dương tất cả delete nơi group develop muối trong dương tất cả sự đủ group đi người ta delete dương vay mua group dương máu trên những enter máu trắng tóm máu chúng ta ca khăn với mưa là vậy chuyện là về bạn đó cứ về bạn đấy trắng tóm máu dương thơ ca add về màu bệnh máu top thì dương ai thay dương mơ trên khắp bên mà xa đến máu cứ về màu vào nhảy chân nhân tất cả về màu vào nhảy trắng chia chụp thêm top dương thơ ca răng comment một tiết cứ thoát mình thay dương cả thì pha là về muối thì thí nhưng vậy thôi developer slash process đọt thì chân dân enter với máu chân dân tất cả fp file cho kia máu fp file được kia thật ux UI slash process được kia máu đó thì chân dương môi tiếp chấm copy dương add ban bay fan há dương từ ca vậy nữa của mình ls đọt ớ nói grab về mình thì ep develop slash process đó thì chân dân khơi file khơi nhờ này về mua về nữa tò mò nhom từ ca ls đỏ một cái đây là bây trong đấy này đèo hay đang điều lọc phần trắng top máu dương tư ca đô nơi lệ khăn vào tới trong những ca vay comment CAO OD cho máu slash đọc liêm phần 25 develop slash process đại máu đó thì chắc trong vay với ngồi kia á chẳng nhưng tôi ra cho inter máu tóm máu dương anh lấy độ gamer máu
chân như cả đồ lại khăn là về hai phải sân là về hai ấy chẳng chơi chụp hình một tó tương từ vay này của mình mua chết là cứ sudo CHOWN mà hơi như vậy đi vào lọ process đó thì nhưng vay đôi giặc khăn lỡ bay cho anh em á chân như ca cho enter máu và tọp máu invalid của vậy chẳng tọp máu dương thơ ca run được bằng một tiết cứ CH chẳng lại nhông thơ ca add là một đòn ngồi này ní UI đó thì này ní những cái file sudo trong tất cả sudo CHOWN process đó thì rồi này chúng ta vay nói sudo CHOWN hay đã xuống dưới máu hay dương vay footer ấy cực dương máu develop last process đó thì trong dương tất cả vay này của mình đôi khi bay đó đó chẳng dương vay hỏi và tóm nói dương tất cả vay này của mình trong hơi cứ CHO âm đi tôi CH âm OD hay dương đối với một chia và là hai sắp bình máu hay dương vay là bây trên của mình sân với mọi việc kẻ sẽ cho với bạn chân như vậy đi đeo OPI dương máu slash process đó thì chân này chạy enter máu tỏ máu với tất cả LVM máu hay dương vài đeo OPI dương máu chạy enter máu chấn viên trên màu chấn video bao nhóm trong thói mình tập này xong một con được